ជំរាបសួរក៏ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញអំពីការតម្លើងភ្លើងតបូឡាន25កៅអីហើយបងប្រុសគាត់បានកំងពីខាងយើងខ្ញុំហើយឲ្យខាងយើងខ្ញុំជួយតម្លើងជាដំបូងយើងត្រូវដោះតបូស៊ីនចេញសិនដើម្បីយើងធ្វើឆ្អឹងថ្មីដើម្បីឲ្យវាមាំព្រោះសារតបូស៊ីនបើយើងចាប់ពីលើវាអត់មាំទេហើយណាមួយវាអាលាក់ទៅលើសំឡេងហើយយើងក៏បានធ្វើឆ្អឹងរួចរាល់ក៏យើងចាប់ផ្ដើមតម្លើងភ្លើងចូលរៀបចូលហើយគឺបងម្ចាស់ឡានគាត់មានអារម្មណ៍ថាស្អាតពេញចិត្តស្រឡាញ់ហើយគាត់កំងឲ្យដាក់ថា Proda Car Rental ជាឈ្មោះខាងក្រុមហ៊ុនគាត់ហើយនឹងលេខទូរស័ព្ទរបស់គាត់នេះជាឡានរបស់បងប្រុសតែគាត់បានយកមកឲ្យខាងយើងខ្ញុំជួយតម្លើងហើយកំងភ្លើងពីខាងយើងខ្ញុំដាក់ចូលឡានរួចរាល់គឺស្អាតគាត់ពេញចិត្តស្រឡាញ់មើលតាមវីដេអូស្រឡាញ់មកជុំឯដងបានតម្លើងដល់លើឡានគាត់រឹតតែពេញចិត្តនេះគឺជាឈ្មោះរបស់គាត់ហើយនឹងលេខទូរស័ព្ទរបស់គាត់បងប្អូនត្រូវការតំណែងជួលឡានអីអាចតាក់ទងទៅគាត់បានហើយនេះជាប្រភេទរថយន្ត25កៅអីបើបងប្អូនមានតម្រូវការអាចតាក់ទងមកបានតម្លៃល្អចង់ឲ្យខាងយើងខ្ញុំជួយតម្លើងឲ្យក៏បានដែរយើងរៀបចំរួចរាល់ប្រើពេលត្រឹមតែមួយថ្ងៃទេអរគុណច្រើនបងប្អូនបើមានតម្រូវការអាចតាក់ទងមកខាងយើងខ្ញុំបានជម្រាបលា